ចឹងតែសំខាន់ពួកយើងមានការតស៊ូព្យាយាមលះបង់មិនថាគ្រប់កលៈទេសៈណាយើងនៅតែតស៊ូទាំងអស់គ្នាការពីវីដេអូលើកមុនមីមិនធ្លាប់ចែករំលែកថាហេតុអីបានមីចាប់ដើមជាមួយនឹងធ្វើជាអ្នកលក់ខ្យងបារ៉ាទឹកស្អ៊ីវអញ្ចឹងដោយសារប្រវត្តិបងស្រីធ្លាប់នាំទៅញ៉ាំនៅហាងអីអញ្ចឹងណាថ្ងៃនេះមីមិនចែករំលែកថាហេតុអីពួកយើងមកដល់ថ្ងៃនេះអញ្ចឹងពួកយើងតែប្រើក្តីស្រឡាញ់មួយទៀតណាគឺថាសប្បាយចិត្តគ្រប់យ៉ាងគ្រប់កលៈទេសៈមួយទៀតគឺតែនិយាយថាកុំបោះបង់ប៉ុន្តែមីដឹងថាគាត់នៅចាំអត់ទេដំណាក់កាលដែលពួកយើងចាប់ដើមដល់ថ្ងៃនេះមិនម្ដងថ្ងៃនេះឃើញបែបហ្នឹងគាត់ថាផ្លូវពីមុនហ្នឹងស្រួលស្រួលមែនទេគឺអត់ស្រួលទេហើយពួកយើងតែនិយាយពីមួយខែទៅមួយខែពួកយើងចំណាយគ្រប់បែបយ៉ាងចំណាយថ្លៃទឹកថ្លៃភ្លើងអីគ្រប់បែបយ៉ាងអញ្ចឹងណាសួរថាភ័យអត់ពីមួយខែទៅមួយខែហើយប៉ុន្តែនិយាយមួយគ្នាថាចេះកុំបោះបង់ទៅមុខទៀតធម្មតាការរកស៊ីយើងវាអត់ដែរស្រួលទេវាពិបាកអញ្ចឹងតែសំខាន់ពួកយើងមានការតស៊ូព្យាយាមលះបង់មិនថាគ្រប់កលៈទេសៈណាយើងនៅតែតស៊ូមែននិយាយទៅពួកយើងដែរបោះបង់មែនមកមីនៅចាំពួកយើងតែនិយាយគ្នាថាកុំបោះបង់ក្នុងកលៈទេសៈដែលពួកគេមើលអត់ឃើញពីរូបភាពហ្នឹងតែពួកយើងមើលឃើញអញ្ចឹងហើយទៅធ្វើឲ្យពួកយើងមកដល់ថ្ងៃនេះហើយការចាប់ផ្ដើមដំបូងហ្នឹងហើយគាត់អ្នកដែលបុកទឹកត្រីយកមកឲ្យម៉ាមីរសជាតិគាត់ហ្នឹងមានច្រើនណាមានទឹកត្រីគ្រឿងទឹកត្រីអីជូរទឹកត្រីបុកទឹកស្អ៊ីវប៉ុន្តែកាលហ្នឹងជួមកកដុងប៉ុណ្នេះនេះចាំហ៎ចាំពួកយើងលក់មកកដុងប៉ុណ្ណឹងហើយចូល3 4ថ្ងៃអីដែរអញ្ចឹងចង់ផ្ដាំទៅអ្នកទាំងអស់គ្នាថាអ្វីក៏ដោយគឺផ្ដើមពីការលះបង់ពីការតស៊ូយើងអាចបានមកដល់ថ្ងៃនេះហើយពួកយើងតែងតែប្រើប្រាស់ក្តីស្រឡាញ់និយាយទៅប្រើប្រាស់ក្តីស្រឡាញ់មិនថាចង់ឲ្យអ្នកញ៉ាំទទួលបានរសជាតិមួយដោយអ្វីដែលយើងញ៉ាំដូចគ្នានិយាយសរុបរួមទៅគឺចង់ឲ្យម៉ាមីញ៉ាំឆ្ងាញ់អត់ទេក៏ញ៉ាំឆ្ងាញ់ដែរអញ្ចឹងទាំងអស់គ្នាម៉ាមីក៏សូមអរគុណខ្លាំងមែនតើដែលតែងតែគាំទ្រម៉ាមី Seafood ហើយសូមបន្តការគាំទ្រមួយនេះស្វែងរកគ្រឿងសមុទ្រដែលស្រស់ៗនៅម៉ាមី Seafood